ចាលោកគ្រូតើនៅកំឡុងពេលសិក្សាហ្នឹងនិស្សិតអាចនឹងជួបឧបសគ្គអ្វីខ្លះដែរលោកគ្រូបាទការសិក្សាគឺជាទូទៅគឺមិនថាមុខវិជ្ជាជំនាញអីទេគឺតែងតែជួបឧបសគ្គហើយអញ្ចឹងឧបសគ្គទាំងអស់នោះវាអាចខុសគ្នាទៅតាមជំនាញផ្សេងៗគ្នាដែរសម្រាប់ជំនាញខាងខ្ញុំនេះគឺឧបសគ្គដែលគាត់ជួបចម្បងហ្នឹងគឺភាសាអង់គ្លេសឬក៏ភាសាបរទេសជាដើមព្រោះឯកសារភាគច្រើនហ្នឹងគឺយើងបានចែកជូនជានិស្សិតហ្នឹងគឺជាសៀវភៅជាភាសាអង់គ្លេសណាអញ្ចឹងនិស្សិតគាត់អាចទី1គឺជួបប្រទះនៅការខ្វះខាតភាពភាសាអង់គ្លេសគាត់មិនទាន់គ្រប់គ្រាន់ហើយជួបបញ្ហាមួយទៀតនោះគឺការគ្រប់គ្រងពេលវេលាក្នុងការសិក្សាមានន័យថារៀនជំនាញវិស្វកម្មគឺត្រូវការចំណាយពេលវេលាច្រើនណាស់ទោះបីជានៅខាងខ្ញុំនឹងសិក្សាតែមួយពេលក៏ដោយវាមានពេលព្រឹកនិងពេលរសៀលប៉ុន្តែនិស្សិតនឹងគឺត្រូវតែចំណាយពេលក្នុងការស្វ័យសិក្សាដោយខ្លួនឯងមានន័យថាសិក្សាបន្ទាប់ពីយើងរៀនចប់មួយពេលហ្នឹងហើយគឺយើងត្រូវចំណាយពេលវេលាដើម្បីសិក្សាបន្ថែមទៀតធ្វើ homework assignment ឬក៏រំលឹកមេរៀនថែមទៀតចា